ចាសួស្តីបងប្អូនជួបគ្នាសារទីថ្មីជាមួយនឹងសំណេរត្រៀមប្រឡងរបស់អ្នកគ្រូមួយទៀតហើយគឺប្រធានបទព្រះរាជពិធីច្រត់ព្រះនង្គ័លចាអ្នកគ្រូសរសេរជាភាសាអង់គ្លេសផងនិងហើយក៏បកប្រែជាភាសាខ្មែរឲ្យបងប្អូនដែរអញ្ចឹងនៅក្នុងនេះគឺបងប្អូនចំណេញបាន2អញ្ចឹងណាបងប្អូនចង់សរសេរជាភាសាអង់គ្លេសក៏បងប្អូនអាចមានសរសេរជាភាសាខ្មែរសំណេរបើគ្រូគេតម្រូវឲ្យសរសេរជាភាសាខ្មែរក៏បងប្អូនអាចមានដែរចាអញ្ចឹងបងប្អូនអាច save ទុកដើម្បីជាចំណេះដឹងជាគន្លឹះសម្រាប់បងប្អូនក្នុងការសរសេរណាបងប្អូនណាចានៅក្នុងសំណេររបស់អ្នកគ្រូនេះមិនមែនថាប្រកាសថាឲ្យបងប្អូនដកស្រង់យកចេញទាំងអស់ហើយណាគ្រាន់តែថាមិនមែនឲ្យសរសេរតាមទាំងអស់ទេគាត់ថាឲ្យបងប្អូនដកស្រង់ចំណុចសំខាន់ដែលបងប្អូនអាចចាប់បានបងប្អូនអាចយកទៅបំបែកជាគន្លឹះផ្សេងក៏បានដែរមិនមែនប្រកាសថាចាំបាច់តើយកតាមអ្នកគ្រូទេគ្រាន់តែថានៅក្នុងនេះអ្នកគ្រូសរសេរតាមលំដាប់លំដោយនៃការចាប់ផ្ដើមគ្រាន់តែថាពេលខ្លះយើងរៀបរាប់ក៏មិនបានក្បោះក្បាយអស់ 100% ដែរអញ្ចឹងបើសិនជាបងប្អូនដឹងពីកម្មវិធីនឹងបន្ថែមទៀតបងប្អូនអាចសរសេរបញ្ចូលបន្ថែមណាជួនកាលអ្នកគ្រូក៏ដឹងមិនអស់ដែរចាអញ្ចឹងបងប្អូនអាចប្រើបានណាបងប្អូនណាតោះអញ្ចឹងយើងចាប់ផ្ដើមទាំងអស់គ្នាណាបងប្អូនណា Okay we start together The Royal Flowing Ceremony ចា The Royal Flowing Ceremony ព្រះរាជពិធីច្រត់ព្រះនង្គ័លចា Cambodia is a country that has a lot of ceremony ចា again Cambodia is a country that has a lot of ceremonies. Three types of ceremony are held: religious, national, and royal. Three types of ceremony are held: religious, national, and royal. The flowing ceremony is one of the royal ceremony. The blowing ceremony is one of the royal ceremony ចាតែអញ្ចឹងចាស់យើងទៅប្រែទាំងអស់គ្នាណាបងប្អូនគេថាកម្ពុជាយើងគឺជាប្រទេសដែលមានពិធីច្រើនណាស់ពិធី3ដែលនឹងប្រារព្ធឡើងហ្នឹងគឺពិធីសាសនាពិធីបុណ្យជាតិនិងព្រះរាជពិធីចាអញ្ចឹងនៅក្នុងនេះបងប្អូនអាចដឹងកន្លឹះមួយទៀតទេថាប្រទេសកម្ពុជាយើងមានពិធីបុណ្យអីខ្លះមានពិធីបុណ្យចំនួនប្រមាណចាគឺយើងបែងចែកជា3ណាបងប្អូនពិធីនៅក្នុងស្រុកខ្មែរយើងគឺពិធីបុណ្យសាសនាពិធីជាតិនិងព្រះរាជពិធីចាហើយអញ្ចឹងសេចក្តីលម្អិតនៃពិធីមួយហ្នឹងមានពិធីអីខ្លះហ្នឹងបងប្អូនអាចតាមដានវីដេអូក្រោយៗរបស់អ្នកគ្រូបន្ថែមទៀតណាបងប្អូនណាចាយើងប្រែបន្តទៀតព្រះរាជពិធីច្រត់ព្រះនង្គ័លគឺជាព្រះរាជពិធីមួយក្នុងចំណោមព្រះរាជពិធីចាបើន័យថាពិធីច្រត់ព្រះនង្គ័លហ្នឹងគឺស្ថិតនៅក្នុងពិធីព្រះរាជពិធីចាអញ្ចឹងយើងបានមួយព្រះរាជពិធីគឺមានពិធីព្រះរាជច្រត់ពិធីច្រត់ព្រះនង្គ័លចាយើងតទៅទៀត This major festival is held once a year at the beginning of the wet season during May. Again, this major festival is held once a year at the beginning of the wet season during May. Yeah. In the middle of the Khmer month of Pisak. Again, in the middle of the Khmer month of Pisak. Okay. At this important time, the king expresses his idea about the development of the country. Again, at this important time, the king expresses his idea about the development of the country. Okay. តោះយើងទៅប្រែទាំងអស់គ្នាពិធីបុណ្យដ៏ធំនេះប្រារព្ធឡើងធ្វើនៅដើមរដូវវស្សាអូខេក្នុងខែឧសភាចានៅពាក់កណ្ដាលខែពិសាខរបស់ខ្មែរ
ក្នុងឱកាសដ៏សំខាន់នេះព្រះមហាក្សត្រទ្រង់សម្ដែងព្រះទ័យយកចិត្តទុកដាក់គំនិតរបស់ទ្រង់អំពីការអភិវឌ្ឍប្រទេសជាតិចាគឺប្រតិពិធីរបស់យើងនឹងគឺប្រារព្ធឡើងនៅដើមរដូវវស្សាពាក់កណ្ដាលខែមិនិនាចាហើយពិធីនេះក៏វាសំខាន់ដែរក្នុងពិធីព្រះរាជពិធីណាបងប្អូនណាគឺយើងប្រារព្ធឡើងដោយព្រះមហាក្សត្រទ្រង់ជាអ្នកប្រារព្ធកម្មវិធីនេះឡើងចាគេយើងតទៅទៀតទៅមើលអត្ថន័យនៅក្នុងពិធីហ្នឹង Previously the ceremony was here for 3 days. Okay. Previously the ceremony was here for 3 days. But since 2023 the government was shortened it to just 1 day. But since 2003 the government was shortened it to just 1 day. The ceremonial accessories include 2 big white or black royal cows, and before the ceremony, they are decorated in a traditional way. Again, the ceremonial accessories include 2 big white or black royal cows, and before the ceremony, they are decorated in a traditional way. Okay, ចាំប្រែខាងក្រោមណា so that they look very beautiful. So that they look very beautiful. Grains are a product of Cambodia. Include rice, corn, soybean, sesame seeds, etc. Again, grains are a product of Cambodia. Include rice, corn, soybean, sesame seeds, etc. តោះអូខេយើងទៅប្រែទាំងអស់គ្នាពីមុនពិធីនេះប្រារព្ធឡើងរយៈពេល3ថ្ងៃប៉ុន្តែចាប់តាំងពីឆ្នាំ2023មកព្រះរាជរដ្ឋាភិបាលយើងកាត់នៅសល់ត្រឹមតែរយៈពេល1ថ្ងៃប៉ុណ្ណោះចាគេគិតថាពិធីនេះដោយសារវាវែងពេកអីចឹងណាហើយម្យ៉ាងវាប៉ះពាល់ដល់ថ្ងៃធ្វើការឬក៏ការសិក្សារបស់សិស្សានុសិស្សច្រើនចឹងទៅគេក៏កាត់នៅសល់ត្រឹមតែ1ថ្ងៃចាគេគ្រឿងរណ្ដាប់ក្នុងពិធីនេះមានដូចជាគោរាជ2ក្បាលយកពណ៌សឬពណ៌ខ្មៅយកបើន័យថាយកស1គូឬក៏ខ្មៅហ្នឹងក៏1គូដែរអូខេណាស1គូខ្មៅ1គូប៉ុន្តែយើងយកគោហ្នឹងចំនួនតែ1គូទេយកពណ៌សក៏បានយកពណ៌ខ្មៅក៏បានអូខេហើយត្រូវបានគេតុបតែងចាគេតុបតែងមុនពិធីរៀបចំគឺគេតុបតែងគោហ្នឹងឲ្យមើលទៅវាឃើញស្អាតគេបំពាក់ដូចជាអីគេកណាត់ដែលពោពេញទៅដោយក្បាច់ផ្កាភ្ញីដែលរុំនៅលើក្បាលគោហ្នឹងគឺតុបតែងជាងនិយាយទៅគឺដូចនៅក្នុងរូបដែលអ្នកគ្រូបានបង្ហាញបងប្អូននៅខាងក្បាលអត្ថបទរបស់យើងជាងណាបងប្អូនចាហើយមានក្របធញ្ញជាតិចាក្របធញ្ញជាតិហ្នឹងគឺជាផលិតផលរបស់ខ្មែរយើងហ្នឹងមានដូចជាស្រូវពោតសណ្ដែកល្ងជាដើមណាចាបើន័យថាមានក្របធនជាតិផ្សេងទៀតប៉ុន្តែនៅក្នុងនេះអ្នកគ្រូរៀបរាប់បានប៉ុណ្ណឹងក្របបើសិនជាបងប្អូនមានស្គាល់ក្របធនជាតិអីផ្សេងទៀតក៏ដាក់មកទៀតមកដូចជាក្របស្វាយចន្ទីឬក៏មានអីផ្សេងទៀតចឹងបងប្អូនអាចបន្ថែមបានណាបងប្អូនណាអូខេចាបន្តទៀត They are arranged in row at the base of the bowl. Okay, at the bowl. For the cows to eat one by one. Again, they are arranged in row at the base of the bowl for the cows to eat one by one. After the cows were paraded 3 times around the square, after the cows were paraded 3 times around the square, they were taken them to eat the grain
that had been prepared. Okay. They were taking them to eat the grain that had been prepared. តោះអូខេជាងទៅប្រែទាំងអស់គ្នាគេបានរៀបចំក្របធញ្ញជាតិទាំងនោះចាបានន័យថាស្រូវល្ងសណ្តែកអីមិញដែលអ្នកគ្រូបានរៀបរាប់ខាងលើហ្នឹងរៀបចំក្របធញ្ញជាតិនឹងទាំងនោះហ្នឹងដាក់នៅក្នុងជើងពៀនតម្រៀបគ្នាជាជួរឲ្យគោស៊ីម្ដងមួយមុខចាគេតម្រៀបនេះដូចនៅក្នុងរូបអញ្ចឹងណាគេដាក់នៅក្នុងជើងពៀនមកហើយឲ្យគោរាជរបស់យើងហ្នឹងគោហ្នឹងគឺគេហៅថាគោរាជបងប្អូនគេយកគោធំហើយស្អាតណាយកមករៀបចំពិធីហ្នឹងចាយើងតម្រៀបក្របធញ្ញជាតិអញ្ចឹងមកហើយឲ្យគោស៊ីក្របហ្នឹងម្ដងមួយមុខហើយនៅក្នុងក៏មានស្មៅរបស់យើងផងដែរណាបងប្អូនចាអ្នកគ្រូបងប្អូនជួយបន្ថែមស្មៅផងបន្ទាប់ពីដង្ហែក្បួនគោរាជចំនួន3ជុំវិញទីលានចាគឺយើងដង្ហែគោរាជហ្នឹង3ជុំវិញទីលានរបស់យើងរបស់គេដែលគេរៀបចំហ្នឹងបន្ទាប់មកយកគោហ្នឹងទៅឲ្យស៊ីក្របធញ្ញជាតិដែលបានរៀបចំទុកចាអូខេនេះគឺដូចក្នុងរូបអញ្ចឹងដង្ហែ3ជុំហើយយកគោហ្នឹងទៅឲ្យស៊ីក្របធញ្ញជាតិដែលរៀបចំទុកនៅក្នុងជើងពៀនហ្នឹងអូខេយើងតទៀតCambodian believe that if the cows eat the most of the particular seed, it is assumed that this year farmers who grow that particular crop will reap more benefit than other crops. The person who does the blowing is also very important. So again, Cambodian believe that if the cows eat the most of the particular seed, it is assumed that this year farmers who grow that particular crop will reap more benefit than other crops. The person who does the blowing is very important. ចាជាងប្រែជនជាតិកម្ពុជាមានជំនឿថាបើគោរាជស៊ីក្របធញ្ញជាតិណាមួយច្រើនជាងគេសន្មតថានៅក្នុងឆ្នាំនេះប្រជាកសិករដែលដាំដំណាំមួយមុខនឹងទទួលបានទិន្នផលច្រើនជាងមុខដំណាំផ្សេងទៀតចាគឺយើងមានជំនឿថាក្របធញ្ញជាតិដែលគេដាក់ឲ្យគោស៊ីហ្នឹងគោរាជស៊ីហ្នឹងបើសិនជាគោស៊ីមុខដំណាំមុខក្របមួយណាដែលច្រើនជាងគេក៏សន្មតថាប្រជាកសិកររបស់យើងដែលដាំក្របហ្នឹងនឹងទទួលបានទិន្នផលនិងក៏លទ្ធផលហ្នឹងវាច្រើនជាងក្របធញ្ញជាតិផ្សេងទៀតចាគេថាមិនទៀតចាបុគ្គលដែលដើរតួជាអ្នកព្យួរហ្នឹងក៏មានសារៈសំខាន់ដែរចាបុគ្គលដែលដើរតួដើម្បីកាន់នង្គ័លណាកាន់នង្គ័លហ្នឹងក៏បុគ្គលហ្នឹងក៏សំខាន់ដែរតោះគេធ្វើម៉េច In previous time the king did the taste himself but nowadays he is replaced by a member of the royal family or the royal palace. This person who is appointed by the king is called the Dutchman. Okay, again. In previous time, the king did a taste himself, but nowadays he replaced by a member of the royal family or the royal palace. This person who is appointed by the king is called the Dutchman. Okay, Dutchman. ចាយើងទៅប្រែទាំងអស់គ្នាថាកាលពីមុនព្រះមហាក្សត្រទ្រង់ធ្វើកិច្ចការនេះដោយខ្លួនឯងចាបើន័យថាទ្រង់នេះគង់នៅលើស្នែងហ្នឹងគឺទ្រង់ដង្ហែក្បួនហ្នឹងដោយខ្លួនឯងណាទ្រង់ឡើងគង់លើកែស្នែងហ្នឹងដោយព្រះអង្គឯងចាប៉ុន្តែមកដល់បច្ចុប្បន្នហ្នឹងទ្រង់ក៏បានជំនួសទៅដោយសមាជិកនៃរាជវង្សទ្រង់ជ្រើសរើសរាជវង្សសមាជិកម្នាក់ណាមួយអង្គណាដើម្បីឲ្យឡើងធ្វើពិធីហ្នឹងជំនួសព្រះអង្គនៅក្នុងរាជវាំងរបស់ព្រះអង្គហ្នឹងគឺយើងមិនអាចយកអ្នកក្រៅមកធ្វើបានទេចាព្រះរាជបុត្រមួយអង្គនេះទ្រង់ត្រាស់បង្គាប់ហៅថាស្ដេចមាឃចាស្ដេចមាឃគេហៅថាមាឃ
គឺមៀកបូជាបងប្អូនចាអញ្ចឹងអត្ថបទអ្នកគ្រូគឺមានប៉ុណ្ណឹងសង្ឃឹមថាបងប្អូននឹងបានចំណេះដឹងពីមេរៀនរបស់អ្នកគ្រូចាជូនពរបងប្អូនជោគជ័យក្នុងការប្រឡងក្នុងការសរសេរចាបងប្អូនដែលមិនទាន់បានជួយ Subscribe Channel របស់អ្នកគ្រូសូមជួយ Subscribe ម្នាក់មួយផងណាអរគុណច្រើនសម្រាប់ការទស្សនារបស់បងប្អូននិងបងប្អូនទាំងអស់គ្នាបាយបាយជម្រាបលា